សួស្តីកូនកូនថ្ងៃនេះយើងនាំគ្នារៀនអំពីសត្វណាកូនណាតោះកូនណាអត់ទាន់ស្គាល់សត្វចាប់ផ្ដើមចូលរៀនជាមួយនឹងលោកគ្រូណារ៉ាចាប់ផ្ដើមទាំងអស់គ្នាណាកូនណាបាទទី1សត្វអីទេកូនសត្វអីកូនសត្វជ្រូកអូយសត្វជ្រូកកូនណាត្រឹមត្រូវសត្វជ្រូកកូននេះកូនមើលបាទនៅផ្ទះកូនមានជ្រូកទេកូនបាទហើយជ្រូកសម្លេងមិនកូនអូណាកូនណាបាទអញ្ចឹងជ្រូកសម្លេងអូណាកូនណាហ្នឹងហើយសត្វទី2កូនសត្វអីកូន1 2 3អូយសត្វអីកូនសត្វអីសត្វមូសអូយមូសបានណាកូនណាមូសខាំកូនឈឺណាកូនណាកូនកេងកូនត្រូវដាក់មុងលឿឲ្យកូនពេលកូនកេងកូនត្រូវដាក់មុងណាកូនណាបើមិនចឹងមូសខាំក្រុនឈឺអស់លុយប៉ះម៉ាក់ណាកូនណាអូយចឹងកូនត្រូវនៅឆ្ងាយពីមូសណាកូនណាហើយសត្វមួយទៀតកូនសត្វអីកូន1 2 3សត្វអីកូនបាទសត្វឆ្កែអូយល្អមែនតើណាកូនណាសត្វឆ្កែតែកូនមានអត់កូនតែកូនមានឆ្កែកូនបាទហើយសត្វមួយទៀតកូនសត្វអីកូនសត្វអីនេះមើលតែនសត្វអីកូនបាទសត្វស្រមោចអូស្រមោចខាំឈឺណាកូនណាកូនឃើញស្រមោចកូនកំលេងជាមួយស្រមោចលេកូនខាំឈឺណាកូនបាទហើយសត្វនេះសត្វអីទៀតកូននេះកូនមើល1 2 3ចាញ់ហើយ1 2 3អូសត្វទន្សាយស្លូតស្លូតណាកូនណាសត្វទន្សាយស្លូតស្លូតកូនស្លូតដូចសត្វទន្សាយណាកូនណាសត្វទន្សាយគឺល្អកូនកុំខូចកូនត្រូវស្លូតដូចសត្វទន្សាយហើយសត្វមួយទៀតកូនសត្វអីនេះកូនមើល1 2 3អូយលោកគ្រូខ្លាចណាស់កូនអូយខ្លាចណាស់កូនសត្វអីនេះកូនសត្វអីអូយសត្វតោអូយខ្លាចណាស់កូនអូយសត្វតោកូនឃើញតោកូនរត់ទៅឲ្យឆ្ងាយលឿកូនអូយប៉ាខ្លាចណាស់លោកគ្រូខ្លាចណាស់កូនណាបាទតោះកូនតោះសត្វមួយទៀតស្អីកូន1 2 3អូយសត្វខ្លាត្រឹមត្រូវកូនសត្វខ្លាបាទសត្វខ្លានេះក៏ខាំដែរកូនណាអត់បានទេកូនណាកូនរត់ទៅឆ្ងាយកូនណាឃើញសត្វខ្លាកូនណាតោះសត្វមួយទៀតកូនសត្វអី1 2 3អូយសត្វក្អែបកូនអូយខ្លាចណាស់កូនសត្វក្អែបនេះអត់បានទេកូនណាសត្វក្អែបខាំកូនពឹសធ្វើឲ្យកូនឈឺណាកូនណាកុំលេងមួយសត្វក្អែបកូនឃើញទេកូនឃើញសត្វហ្នឹងកូនរត់ទៅឆ្ងាយកូនកំប៉ះវាកូនណាអូយខ្លាចណាស់លោកគ្រូក៏ខ្លាចដែរកូនអូយខ្លាចជាមួយជាកូនសត្វអីនេះកូន1 2ម៉ាវអីសត្វអីកូនសត្វអីកូនសត្វឆ្មាយេសត្វឆ្មាណាកូនណាសត្វឆ្មាម៉ាវសត្វឆ្មានៅផ្ទះកូនមានអត់កូនមានអត់មានបាទល្អមែនទេកូនកូននេះសត្វអីកូននេះចាំមើលមួយទៀតកូនណា1 2 3សត្វអីកូនសត្វអីមិញកូន1 2 3សត្វអីកូន1 2 3យេសត្វអីកូនសត្វអីសត្វអណ្ដើកវាមួយអណ្ដើកវាយឺតអណ្ដើកអូកូនណាសត្វអណ្ដើកនោះគឺនៅក្នុងព្រៃកូនឃើញសត្វអណ្ដើកកូនកុំធ្វើបាបអណ្ដើកណាកូនណាបាទអញ្ចឹងថ្ងៃនេះកូនរៀនបានសត្វច្រើនណាកូនណាបាទអញ្ចឹងយើងនាំគ្នារំលឹកឡើងវិញទៅកូនតោះសត្វអីមិញមើលអណ្ដើកឆ្មាកូនថាមើលកូនឆ្មាសត្វក្អែបសត្វខ្លាសត្វតោសត្វទន្សាយសត្វស្រមោចសត្វនេះកូននេះអូយសត្វឆ្កែបាទល្អណាស់កូននេះចុះនេះសត្វមូសយេនេះសត្វអីកូនសត្វជ្រូកអ៊ូចុះនេះកូនសត្វអីសត្វអណ្ដើកយេអញ្ចឹងយើងរៀនរួចអស់ហើយកូនណាអញ្ចឹងកុំភ្លេចជួបជាមួយនឹងលោកគ្រូនៅវីដេអូក្រោយបាយជម្រាបលាកូន